គ្នាថ្ងៃហ្នឹងខ្ញុំចង់បង្ហាញខ្លះៗអំពីវត្តភាសាស្រះកណ្ដាលខ្ចាយអ្នកទាំងអស់គ្នានឹងជាដំណើរទស្សនកិច្ចដើរលេងជាមួយក្រុមគ្រួសារហើយក៏បានទៅកាន់វត្តភាសាស្រះកណ្ដាលខ្ចាស់ដែលជាវត្តមួយដែលល្បីដែរអ្នកទាំងអស់គ្នាអ្នកណាគេក៏ស្គាល់ដែរហើយនេះគឺជាហងដែលគេកន្លែងគេគូសស្គរអ្នកទាំងអស់គ្នាដើម្បីផ្សងសំណាងអីចឹងអ្នកទាំងអស់គ្នានេះសម្រាប់កន្លែងនេះវិហារដែលគេធ្វើថ្មីតាមមិនទាន់រួចរាល់ទេហើយងាកទៅមកផ្នែកគឺគឺជាកន្លែងស្រង់ទឹកអ្នកទាំងអស់គ្នាហើយនេះគឺជាកន្លែងស្ទូងស្គរមុននឹងអ្នកនរគ្នានេះសម្រាប់អ្នកចង់ផ្សងសំណាងអីគោះមកស្គរ3ដងជួងកណ្ដឹងលខាំងអីម្ដង3ដងអ្នកនរគ្នាហើយខ្ញុំមកបានជាលើកទី3ទី4អ្នកនរគ្នាមកជាមួយក្រុមគ្រួសារហើយនិយាយទៅគឺសប្បាយខ្លាំងមែនតើនេះនិយាយអំពីទីធ្លាវិញគឺធំទូលាយខ្លាំងមែនតើដើរមួយថ្ងៃក៏មិនអស់ដែរហើយវត្តហ្នឹងសម្បូរមនុស្សកកខ្លាំងមែនតើហើយនិយាយពីទេសភាពគឺស្រស់តកាខ្លាំងមែនតើអ្នកនរគ្នាហើយផ្លូវដើរផ្លូវអីចឹងមានផ្កាមានសួនមានទីតាំងទីធ្លាយំទៅគឺស្អាតខ្លាំងមែនតើហើយពណ៌មាសបដ ாய் យំទៅវត្តហ្នឹងគឺជាវត្តមួយដែលស្អាតខ្លាំងជាងគេបដ ாய் ហើយទីតាំងគឺនៅខេត្តបន្ទាយមានជ័យអ្នកទាំងអស់គ្នា